បងប្អូនអរគ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើការអញ្ចឹងឥឡូវពួកយើងធៀមខ្លួនទៅដើរលេងនៅផ្សារអញ្ចឹងណាបងប្អូននេះយើងនៅរង strawberry របស់យើងប្រហែលជាថ្ងៃច័ន្ទហ្នឹងគឺធ្វើបេះផ្លែទៀតដែរបងប្អូនហើយផ្លែច្រើនមែនតើបងប្អូនវាទុំក្រហមច្រើនទៅហើយផ្លែនេះគឺចុងក្រោយតែកាខ្ញុំប្រហែលជាបេះដល់ត្រឹមខែ5អីគាត់ឈប់បេះឲ្យបងប្អូនអរគ្នាពួកអីចុងខែនេះសបោភ្ញៀវបរទេសគាត់មកទិញដោយសារចុងខែអញ្ចឹងចិត្តចុងរដូវអញ្ចឹងវាលក់ធូរថ្លៃថោកមែនតើអញ្ចឹងសបោបរទេសគាត់មកទិញ1គីឡូ5000 6000អីគាត់ទិញច្រើនអញ្ចឹងបងប្អូនអរគ្នាមិនថាអើយជនជាតិនេប៉ាល់ជនជាតិវៀតណាមជនជាតិអីគាត់ស្គាល់គាត់តាមគ្នាអញ្ចឹងគាត់មកទិញច្រើនមែនតើហើយចំពោះបងប្អូនខ្មែរនៅចិត្តហ្នឹងឯនេះចង់ទិញអីគឺទិញបានព្រោះអីតើការខ្ញុំក៏លក់ធូរថ្លៃឯឥឡូវហើយបងប្អូននឹងចាំឯនេះផ្លែការយើងបេះដំបងបងប្អូនអរគ្នាក៏បេះដំបង1គីឡូ20000 2គីឡូ40000ឬក៏35000អញ្ចឹងទៅតែឥឡូវគឺធូរថ្លៃអញ្ចឹងបើសិនជាភ្ញៀវបរទេសបងប្អូនអរគ្នាគាត់ទិញពេលច្រើនគាត់ទិញចុងរដូវអញ្ចឹងឯងពេលចុងរដូវអញ្ចឹងគាត់មកទិញឲ្យធូរថ្លៃបើដើមរដូវអីបេះម្លងខែ12ខែ1អីអត់ទិញទេដោយសារថ្លៃណាថ្លៃមែនតើហើយម្លងខែហ្នឹងហូរតែ strawberry លក់អត់បានផងបងប្អូនអរគ្នាតែដល់ពេលចុងរដូវអញ្ចឹងគឺសបោមែនតើវាច្រើនណាហើយចុងរដូវចេះខែក្តៅគឺវាឆាប់ទុំបងប្អូនអរគ្នាខែក្តៅអញ្ចឹង strawberry យើងឆាប់ទុំមែនតើអញ្ចឹងបេះតែ2 3ថ្ងៃបេះម្ដងទៀត2 3ថ្ងៃបេះម្ដងទៀតឃើញបងប្អូនហើយស្លឹកឲ្យឡើងទ្រុលផ្លែមិនសូវហ្មងទេឃើញទេអញ្ចឹងហើយបងប្អូនអរគ្នាចុងរដូវចេះ strawberry យើងហើយមិនអត់ឆ្ងាញ់ណាឆ្ងាញ់ឡើងផ្អែមផ្អែមមែនតើអញ្ចឹងហើយភ្ញៀវគាត់ចេះតែមកទិញមកអីចឹងហើយខ្ញុំអាចញ៉ាំបានផ្អែមជូរឃើញបងប្អូនអរគ្នាអាចារ្យនឹងពេញបេះទៀតទេបងប្អូនឆ្ងាញ់មែនតើភាគច្រើនខ្ញុំសូវចូលចិត្តហូបអាទុំឯងខ្ញុំហូបតែខ្ចីនេះនិយាយទៅគឺជូរអែមឆ្ងាញ់មែនតើមិនថាផ្អែមផ្អែមខ្លាំងទេតែបើសិនជាហៅស៊ឺមួយទៀតវាទុំខ្លាំងមែនតើទុំដល់ពេលវាទុំខ្លាំងទៅបងប្អូនក៏អូបដូចថ្នោតទុំមកយីបងប្អូនអើយដូចផ្លែចន្ទីវាក៏អូបឈ្ងុយអញ្ចឹងទៅពួកខ្ញុំទុំខ្លាំងគឺផ្អែមខ្លាំងមែនតើហើយបងប្អូនអរគ្នាចឹងហើយពលករយើងធ្វើខាងនេះគឺអាចហូបបានតែកាយក៏អត់ខ្វាត់ទេណាមួយចុងរដូវអញ្ចេះផ្លែលែងសូវថ្លៃហើយអញ្ចឹងយើងអាចហូបបានមួយសេរីឃើញអត់បើតែកាយខ្ញុំក៏ហូបតែទូចឯងតែខ្ញុំគឺខ្ញុំហូបធំឆ្ងាញ់អត់ឆ្ងាញ់បងប្អូនឆ្ងាញ់មែនតើនេះបើបាន8បានមកតែកាឆ្ងាញ់ហ្មងăn khá nhầmបងប្អូនអញ្ចឹងបងប្អូនហើយចុងរដូវចេះជាពិសេសខែ4ខែ5អីហ្នឹងជនជាតិនេប៉ាល់គាត់មកទិញច្រើនណាស់ហើយគាត់ទិញហើយថោកចឹងគាត់តែហៅគ្នាគាត់ទិញតទៀតអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងបងប្អូនអើយមកឆ្ងាញ់មែនតើនេះអញ្ទៀតហ្មងខ្ញុំហូបដល់5-6ផ្លែឆ្អែតបាត់ហើយចាំបងប្អូនអរគ្នាចូលចិត្តមានវីដេអូរបស់ខ្ញុំពេលធ្វើការសកម្មភាពការងារផ្សេងបងប្អូនអាចចាំដានវីដេអូរបស់ខ្ញុំបានខ្ញុំផុសជាប្រចាំដែរអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតបាយ